មានប្តីប្រពន្ធពីរនាក់កំពុងតែគេងហើយក៏មានបរិមម្នាក់ដែលមានឈ្មោះថានីសឿនបានយកទឹកថ្នាំមកចាក់លើនីជ័យនៅពេលនោះនីជ័យក៏បានប្រែខ្លួនទៅជាមនុស្សតូចភ្លាមៗតែម្ដងហើយនីសឿនក៏បានចាប់បោះនីជ័យចូលទៅក្នុងអាងទឹកចិញ្ចឹមត្រីប្រពន្ធនីជ័យគេក៏បានភ្ញាក់នៅពេលដែលនាងភ្ញាក់ឡើងមកក៏បាត់ប្តីហើយនាងក៏បានយកទូរស័ព្ទតាក់ទងទៅកាន់ប្តីរបស់ខ្លួនពេលនិយាយទូរស័ព្ទមិនបានឃើញប្តីរបស់ខ្លួននៅក្នុងអាងទឹកនោះទេជាឱកាសនីសឿនបានចូលទៅក្នុងបន្ទប់សម្លៀកបំពាក់របស់នីជ័យហើយគេក៏បានយកកៅអៅនីជ័យមកពាក់យ៉ាងសង្ហាគេបានយកទឹកថ្នាំវីតាមីនមួយយ៉ាងមកចាក់ពីលើខ្លួនហើយរូបរាងរបស់គេប្រែជាឡើងសាច់ដុំធំហើយប្រពន្ធនីជ័យដែលមានឈ្មោះថាខ្សុចគេក៏បានលងស្រឡាញ់ទៅកាន់នីសឿនភ្លាមៗតែម្ដងហើយពួកគេទាំងពីរក៏បានធ្វើដំណើរចូលទៅក្នុងបន្ទប់មើលទៅទឹកមុខខ្សុចនឹងមិនដឹងគិតអីនោះទេនីជ័យឃើញហើយគឺពិតជាខឹងខ្លាំងមែនទែនចំណែកឯខ្សុចនិងនីសឿនពួកគេក៏បានធ្វើរឿងមនុស្សធំចំណែកឯនីជ័យនេះគេព្យាយាមតោងឡើងកញ្ចក់ដើម្បីឡើងមកខាងលើចូលបានហើយគេក៏បានរត់យ៉ាងលឿននៅពេលនោះស្រាប់តែមានកន្លាបនៅក្បាលតាមដេញខំគេពីក្រោយគេក៏បានរត់តោងឡើងទៅលើតុនៅពេលដែលឡើងមកដល់លើទឹកហើយគេក៏បានយកទឹកវីតាមីនចាក់ឲ្យខ្លួនធំនឹងចាក់លើខ្លួនតែម្ដងនៅពេលនេះគេមានរាងកាយធំហើយមាំជាងមុនទៀតគេក៏បានចូលទៅក្នុងបន្ទប់ក៏បានយកដំបងបេសបលយ៉ាងធំនឹងវាយទៅកាន់ពួកគេទាំងពីរឡើងបែកមុខបែកមាត់អស់ហើយតែផលចុងក្រោយគឺត្រូវជួយខ្លួនចឹង